អាស្វាចរិតឯងនេះកែមិនឡើងសោះហើយអាស្ទីចូលចិត្តលួចគេនឹងមិនអីទេជាធ្នូបដូរជាមួយកូនសត្វព្រៃមួយក្បាលនេះជីវិតរបស់ឯងគឺត្រូវទុកនៅនឹងហើយសត្វព្រៃគ្រាន់តែជាឈ្នាន់បង្គ្រប់ស្តាកនៃពេលវេលារបស់អធិរាជតែប៉ុណ្ណោះតែនៅក្នុងកែវភ្នែកដែលមើលធ្លុះអនាគតមួយនេះសាកសភ័យភ័ររបស់ឯងគឺបានដេកដួលផ្ងាជើងបាត់ទៅហើយនៅក្នុងពិភពលោកខ្លាំងស៊ីខ្សោយមួយនេះគឺមិនស័ក្តិសមសម្រាប់ពួកឯងឡើយអ្នកគួរតែយកពេលវេលាសេសសល់នៃជីវិតរបស់ឯងទៅរកលុយរក item ទុកសម្រាប់ការពារខ្លួនវិញទៅព្រោះបើហ៊ានមកប៉ះជាមួយអធិរាជនៅពេលនេះជីវិតរបស់ឯងគឺស្មើនឹងសូន្យសត្រូវថ្ងៃនេះសមត្ថភាពគឺគ្មានតតែសោះតែភាពក្លាហានវិញពិតជាគួរឲ្យសរសើរណាស់ទោះបីជាដឹងខ្លួនថាទឹកដៃកាក់យ៉ាងនេះហើយក៏នៅតែហ៊ានរត់ចូលមកវាយគ្នាជាមួយអធិរាជទៀតស្ដាប់ឲ្យច្បាស់ណា enemy ទាំងអស់គ្នាជីវិតគឺត្រូវតែមានការតស៊ូនិងខិតខំប្រឹងប្រែងទោះបីជាថ្ងៃនេះពួកឯងលេងកាក់ដើរមកឲ្យអធិរាជបាញ់មកផ្ងាជើងម្ដងហើយម្ដងទៀតក៏ដោយក៏កុំទាន់អាបាក់ទឹកចិត្តអីចូលយកការបរាជ័យនៅពេលនេះធ្វើជាមេរៀនរួចរត់ទៅផ្ទះទៅវឹកហាត់លេងជាមួយបតឲ្យឆ្លាតជាងនឹងបន្តិចសិនទៅចាំត្រឡប់មកជួបណាដានម្ដងទៀតស៊ូណាក្មេងកាក់ទាំងអស់គ្នាកុំបន្ទោសខ្លួនឯងអី enemy ទាំងឡាយមកពីមេឃងឹតឬក៏អ៊ីនធឺណិត slow ទេដឹងបានជាលេងកាក់វៃមិនសូវចេញចឹងមិនអីទេទៅសម្រាប់ញ៉ាំទឹកដោះគោរួចចូលគេងឲ្យមានកម្លាំងចិត្តឡើងវិញទៅណាអធិរាជលេងចង់វាហើយតោះបាយ